ចឹងខ្ញុំឆ្ងល់ថាតើហេតុអ្វីបានជា Verso មានម៉ូតូដែរយើងដឹងក៏បានស្រាវជ្រាវទៅលើអ៊ីនធឺណិតផ្សេងក៏ឃើញ Verso ហ្នឹងប្រភេទជា Cafe Racer ហើយឆ្នាំ2025មានក្រុមហ៊ុនច្បាស់នៅក្នុងស្រុកខ្មែរទៀតក៏មានតាំងពិព័រណ៍នៅខាងបរិយាពេញរួតបឹងស្នោអញ្ចឹងពេលហ្នឹងគឺខ្ញុំមកដល់ផ្ទាល់តេស្តមើលឃើញអេមហើយចាប់អាមកក់លុយយកបណ្ដោយបាទជំរាបសួរបងខ្ញុំឈ្មោះសំសុថារាល់ថ្ងៃខ្ញុំជាបុគ្គលិកផ្នែកប្រធានគណនេយ្យទាក់ទងជាមួយនឹងការគ្រប់គ្រងអគ្គិសនីជាមួយនឹងការសំណង់ហើយសម្រាប់ចំណង់ចំណូលចិត្តរបស់ខ្ញុំចូលចិត្តលេងឧបករណ៍ភ្លេងចូលចិត្តរបស់ដែលបុរាណបាទរាល់ថ្ងៃខ្ញុំប្រើប្រាស់ម៉ូតូ Verso Digengo Cafe Racer កម្លាំង 150cc ពណ៌ទឹកប្រាក់ហ្នឹងហើយបាទតែទៅមកការស្គាល់ brand នេះគឺខ្ញុំស្គាល់ brand នេះយូរដែលជា brand របស់ឡានមុនហ្នឹងខ្ញុំបានឃើញមេខ្ញុំគាត់នាំចូលម៉ូតូនឹងដែរប្រភេទ Verso ប្រភេទរបស់គាត់គឺនាំចូលពីជប៉ុនអញ្ចឹងខ្ញុំឆ្ងល់ថាតើហេតុអ្វីបានជា Verso មានម៉ូតូដែរយើងដឹងក៏បានស្រាវជ្រាវទៅលើអ៊ីនធឺណិតផ្សេងក៏ឃើញ Verso ហ្នឹងប្រភេទជា Cafe Racer ហើយឆ្នាំ2025មានក្រុមហ៊ុនច្បាស់នៅក្នុងស្រុកខ្មែរទៀតក៏មានតាំងពិព័រណ៍នៅខាងបរិយាពេញរួតបឹងស្នោអញ្ចឹងពេលហ្នឹងគឺខ្ញុំមកដល់ផ្ទាល់តេស្តមើលឃើញអេមហើយចាប់អាមកក់លុយយកបណ្ដោយមកកតាដែលសំខាន់ផុតគឺខ្ញុំរៀងវាមើលទៅវាដូច classic វាបុរាណលាយជាមួយទំនើបដូចគ្នាប៉ុន្តែវាអត់មានហួសសម័យសម្រាប់យើងជិះទៅពីសម័យចិត្តយកចេះទៅវាចំពោះតម្លៃខ្ទង់ 3000 តែទៅមួយ Scooper ទាំងអស់គឺខ្ញុំគិតថាអត់មានអ្នកណាដែលស័ក្តិសមជាងវាទេតម្លៃ 3000 ជាងប៉ុន្តែយើងបានបំពាក់នៅតែទៅមួយចែកទេសវាល្អទីមួយដូចជាយើងមាន ABS ខាងមុខខាងក្រោយផងហើយយើងមានប្រព័ន្ធការពារចោលលួចអីផ្សេងទី3សំខាន់ទៀតគឺយើងមាន LED មានអំពូល Far LED ផ្សេង 3000 អាចជាខ្ញុំគិតថាអត់មានសំតែអត់មានអូបើនិយាយពីដំបូងគឺខ្ញុំបញ្ជាក់មកបងអញ្ចឹងគឺពេលដែលជីតេស្តមើលឆ្លាញ់ផ្លែតព្រោះសារតែឃើញមេគាត់ជីមកជីកាត់ជីមករហូតស្អាតយើងនិយាយទៅយើងមើលវារាល់ថ្ងៃហើយយើងឃើញវាស្អាតហើយឆ្លាញ់ភ្លាមចង់ភ្លក់ភ្លាមមកបន្ថែមទៀតតទៅមួយការដាក់អីវ៉ាន់ផ្សេងក្នុងក្លុបវាគឺធំទូលាយមែនទែនអាចងាយស្រួលការដាក់បន្ថែមទៀតតទៅមួយប្រភេទ Cafe Racer នេះយើងអាចដាក់កែបជីម្នាក់ឯងផងយើងចង់ដឹកប្រពន្ធដឹកអីដឹកកូនអីដាក់កែបមួយទៀតផ្សេងងាយស្រួលការដកចេញបាទសម្រាប់ប្រភេទម៉ូតូនេះសប្តាហ៍ថ្ងៃគឺយើងមានពីរប្រភេទមានធម្មតាជាមួយនឹង Cafe Racer នេះចំពោះខ្ញុំគឺ Cafe Racer នេះសម្រាប់អាយុផៃខ្ទង់ខ្ញុំដែលជា25ទៅខ្ទង់30ក្រាស់ហើយផ្សេងជួបបោ Gen Z គាត់យកម៉ូតូនឹងជីដែរវាគេថាមិនដែរបាទ Gen Z 100%គឺមើលទៅអេមមើលទៅស័ក្តិសមដែរសម្រាប់ Gen Z ជិះទៅប្រភេទថាមនុស្សដែលចូលចិត្ត classic ដូចខ្ញុំដែរអញ្ចឹងបាទបើពេលដែលជិះតាមផ្លូវគឺគេសួរច្រើនអេអូនម៉ូតូហ្នឹងប្រែនេះគេម៉ាក់គេឃើញស្អាតមែនហើយសួរថា Verso ផ្សេងឲ្យគេដឹងហើយគេខ្លះគេមើលជិះទៅគេមើលភ្លាមបាទជិះទៅគេមើលដឹង 100% យើងដឹងគេមើលតែយើងអត់ចង់មើលគេវិញបាទបងហើយបងនឹងចង់យកម៉ូតូជិះទៅខេត្តណាបើជិះទៅខេត្តដំណងដែលចង់តេស្តដោយបងនិយាយមិញទៅសៀមរាបនឹងឯងបាទបើមានឱកាសយើងនឹងប្រើប្រាស់ម៉ូតូនេះជិះទៅសៀមរាបបាទសម្រាប់ការ recommend ខ្ញុំដូចខ្ញុំបញ្ជាក់មួយបងអញ្ចឹងគឺតម្លៃ 3000 គឺយើងរត់កាត់ទេតែទៅមួយម៉ូតូដែល steel ម៉ូតូដែលធំម៉ូតូដែលមាន spec កម្លាំង 150cc រួចហើយបន្ថែមមកទៀតក្រុមហ៊ុននេះយើងបងមិនចាំបាច់ភ័យបារម្ភតាក់ទងជាមួយនឹងការដល់ពេលយើងខូចទៅតើយើងជួសជុលណាតើពេលដែលយើងមានបញ្ហាទៅយើងទៅណាបងកុំបារម្ភពាក់ព័ន្ធនឹងការងារហ្នឹងគឺមានក្រុមហ៊ុនគាត់ធានាច្បាស់លាស់តាក់ទងមក2ឆ្នាំពេលដែលយើងជិះ 5000 គីឡូយើងទៅដូរប្រេងមានការ maintenance មានការថែទាំយើងមកចាប់មួយសេតបាទអរគុណបាទអរគុណ